3 លើកទាំងលើកនេះហើយក៏ប៉ុន្តែមានគូប្រដាល់មួយចំនួនដោយសារដូចជាការលើកកាលពី2 សប្តាហ៍មុនបាទគឺមានការលើកដែរបាទរវាងកីឡាករបាទអោមសម្រាប់ជាមួយនឹងឃីមរ៉ាអញ្ចឹងបាទលោកហេរ៉ូបាទព្រោះថាមានបញ្ហាសុខភាពបាទនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងកន្លងមកឥឡូវនេះគឺថាគេបានមកធ្វើការប្រកួតបាទបំពេញចំនួននៃការប្រកួតរបស់គេនៅក្នុងជុំទី 2 សូមជូនស្មារតីកីឡាករគូពិសេសទី 1 បងប្អូនរហូតជាវិធីទំហំ52 គីឡូក្រាមកីឡាករបងប្អូនកីឡាករអមតៈគុណបែបខេត្តសៀមរាបបងប្អូនទីគឺសវណ្ណទំហំ52 គីឡូក្រាមដូចជាកីឡាករបងប្អូនកីឡាករและคือกីឡាខេត្តពោធិ៍សាត់បាទតាមពិតទៅបាទសប្តាហ៍មុនគឺអវត្តមានបាទឃីមបូរ៉ាជាមួយនឹងមាសច័ន្ទមានបាទជាស្រ័យបាទឃីមបូរ៉ានិងមាសច័ន្ទមានប៉ុន្តែថ្ងៃនេះមាសច័ន្ទមានមកជួបជាមួយនឹងលាស់យិនចំណែកឯបាទឃីមបូរ៉ាមកជួបជាមួយនឹងអោមសម្រាប់បាទអោមសម្រាប់គឺការជួបគ្នាកាលពីសប្តាហ៍មុននោះគឺចាញ់បាទសោតបន្ទីបាទហើយសប្តាហ៍2 សប្តាហ៍មុនបាទមិនមែនសប្តាហ៍មុនទេគឺ2 សប្តាហ៍មុនគឺចាញ់សោតបន្ទីហើយមកសប្តាហ៍នេះបាទគឺគេមកជួបបាទជាមួយនឹងបាទកីឡាករឃីមបូរ៉ាចៅត្រង់ត្រៀមប្រុងប្រកួតគូផ្សេងទី 1 ទឹកទី 1 បាទលោកស្រីនិងបងប្អូនទស្សនិកជនបាទជាទីគោរពនិងជាទីមេត្រីបាទយើងវិលជួបគ្នាសាជាថ្មីនៅក្នុងឱកាសបាទនៃការប្រកួតកីឡាប្រដាល់ដណ្ដើមបាទជើងឯកបាទ K Cement បាទនៅក្នុងប្រភេទទម្ងន់63 គីឡូក្រាមកន្លះបាទដែលជាការជួបគ្នារវាងកីឡាករ8 រូបឥឡូវនេះជម្រុះនៅសល់តែ6 រូបទេបាទហើយយើងធ្វើការប្រកួតចេញ2 រូបទៀតនៅក្នុងជុំទី 2 ដើម្បីបាទឈានទៅប្រកួតនៅក្នុងវគ្គបាទក៏ដូចជាជុំទី 3 បន្តប៉ុន្តែមុននឹងតាមដានទស្សនានៃការជួបគ្នារវាងកីឡាករគូប្រដាល់ដណ្ដើមជើងឯកយើងទស្សនាការជួបគ្នារវាងកីឡាករគូពិសេសសិនដែលជាការជួបគ្នារវាងកីឡាករជារឿនឈីបាទនៅក្នុងក្លឹបអមតៈគុណខ្មែរខេត្តសៀមរាបបាទជាមួយនឹងកីឡាករគឿមសវណ្ណាងបាទគឺជាកីឡាករមកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់បាទការរីចម្រើនបាទរបស់ប្រទេសជាតិបាននឹងកំពុងតែមានការអភិវឌ្ឍបាទទាំងនៅរាជធានីបាទទាំងនៅតាមបណ្ដាខេត្តបាទស្រុកដាច់ស្រយាលមួយចំនួនក៏បាននឹងកំពុងតែមានការអភិវឌ្ឍដែរបាទដូច្នេះបាទភាពងាយស្រួលរបស់បងប្អូននៅតាមទីជនបទបាទក៏មិនខុសប្លែកបាទពីអ្នកនៅរាជធានីភ្នំពេញដែរហើយជាពិសេសបាទសម្រាប់បងប្អូននៅតាមខេត្តមួយចំនួននោះគឺថាជីវភាពរស់នៅនឹងគឺថាធូរធារជាងអ្នកនៅភ្នំពេញទៀតបាទតាមការមើលឃើញរបស់ខ្ញុំបាទនៅក្នុងឱកាសដែលបាទខ្ញុំបាទនៅចុះបំពេញការងារនៅតាមបណ្ដាខេត្តមួយចំនួនហ្នឹងយើងឃើញថាជីវភាពបងប្អូនយើងមួយចំនួនបាទឃើញថាប្រសើរខ្លាំងមែនតើទឹកទី 1យើងឃើញហើយអ្នកទាំងពីរនេះបាទកំពុងតែព្យាយាមប្រើជើងក្រោមដូចគ្នាធាក់ទប់វាយស្ដាំដើម្បីឃុំរបស់កីឡាករបង្គោលខៀវយាជើងស្ដាំបង្គោលក្រហមទាត់ស្ដាំបានមុនជង្គង់ស្ដាំថែមត្រូវបានលោកអាជ្ញាកណ្ដាលបំបែកអាជ្ញាកណ្ដាលក្នុងការប្រកួតគឺលោកឡុងសេលីនបាទជាអាជ្ញាកណ្ដាលសម្រាប់គូប្រដាល់ពិសេសទី 1នេះតែម្ដងតែឆ្វេងវាយស្ដាំដើម្បីឃុំរបស់កីឡាករបង្គោលក្រហមធាក់មកយើងវិញធាក់សងវាយស្ដាំហៅឆ្វេងមួយទៀតអីយោយទាត់ស្ដាំថែមក៏ដាប់ដៃស្ដាំរបស់កីឡាករបង្គោលខៀវក៏មកបានម្ដាយវិញដែរដល់ចូលម្ដងមកជំហានបោះជំហានយឺតធាក់ទប់មួយម៉ាត់ស្ដាំចូលទៅលើផ្ទៃមុខរបស់កីឡាករបង្គោលក្រហមវាយស្ដាំបំបីឃុំមួយទៀតជង្គង់ស្ដាំឆ្វេងបាទឱកាសអុកជង្គង់ឆ្វេងមួយជង្គង់សងលោកឡុងសេលីនបាទព្យាយាមបំបាយទៀតហើយបាទរៀងរាល់សប្តាហ៍អីអូយកណ្ដាប់ដៃស្ដាំបាទចូលទៅលើផ្ទៃមុខរបស់កីឡាកររឿនឈីបាទដាក់កូនអង្គុយលេងបាទព្រោះថារយជើងពេកបាទមិញទៅឆ្វេងម៉ាត់ស្ដាំសងជង្គង់ស្ដាំកណ្ដាប់ដៃស្ដាំមកហើយឆ្វេងស្ដាំរបស់កីឡាករបង្គោលខៀវក្រហមមុខជង្គង់ស្ដាំ
ស្ដាំថែមមកជង្គង់ទៀតខៀវក៏សងមកជង្គង់វិញដែរបើតែជង្គង់ស្ទើចាប់ទឹកទី1បាទរងចាំទស្សនានៅទឹកទី2កម្មវិធីកម្ពុជាអ្នកប្រដាល់ជើងឯក K Cement ទទួលបាននៅការសហការឧបត្ថម្ភធំដោយក្រុមហ៊ុន K Cement បាទដែលជាក្រុមហ៊ុនផលិតនៅស៊ីម៉ងដែលមានគុណភាពលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិ ISO និងរឹងមាំបំផុតបាទនៅកម្ពុជាបាទនេះគឺជារូបភាពយឺតៗបាទនៅក្នុងការប្រកួតទឹកទី1មិញចំណុចដែលកីឡាករបង្គោលខៀវបានបដូរទៅលើកីឡាករបង្គោលក្រហមឲ្យដាក់គូតអង្គុយសម្រាប់មួយផ្លែតបាទដើម្បីបំបត្តិនៅការរយជើងបាទចុកស្ពឹកស្ពុនជើងនឹងតែម្ដងបាទហើយឥឡូវនេះបាទសូមអវ៉ារ៉មមកទស្សនាការប្រកួតបាទក្នុងទឹកទី2បន្តបាទជារឿនជីបង្គោលក្រហមរីឯមឿងគឿមសវណ្ណាងបាទបង្គោលខៀវចេះតែផ្លាត់ច្រឡំមាត់ផ្លាត់សម្លេងបាទអានចេះតែខុសនេះគឺថាអត់ទាន់រដាស់បាទដូចអ្នកកីឡាដែរបាទដូចកីឡាករដែរកាលណាតែមិនទាន់រដាស់ការវាយចេញក៏មិនសូវរហ័សរហួនដល់រដាស់បានជាបានលែងខុសហ្មងមាត់ស្ដាំកែងលុញទៅជាមួយធាក់តុបអោបគ្រាជាប់ជង្គង់ស្ដាំរបស់កីឡាករបង្គោលក្រហមខៀវបុកជង្គង់ក្រហមបុកសងស្ដាំថែមជង្គង់ឆ្វេងស្ដាំអូយទួនកណ្ដាប់ដៃបាទរបស់កីឡាករបង្គោលខៀវគឺមិនប្រើកណ្ដាប់ដៃទេបាទព្យាយាមរកឱកាសក្នុងការរូតកែងបាទទៅលើគូប្រកួតក៏ប៉ុន្តែត្រូវបានលោកឡុងសេលីនដែលជាអាជ្ញាកណ្ដាលបំបែកមកកណ្ដាលផ្ទៃសង្វៀនហើយឥឡូវនេះបាទចាប់ផ្ដើមបដូរកណ្ដាប់ដៃបាទសងទៅវិញទៅមកមិញលោមួយវាជើងបាទឆ្វេងផងស្ដាំផងធ្វើអត់បានសម្រេចទៅឆ្វេងមាត់ស្ដាំទៅលើទៅមុខកាប់ចានមួយសងធាក់ទប់មិនឲ្យចូលមកក្បែរទេ1 2គាត់ស្ដាំទៀតហើយវាយឆ្វេងបំបែកឃុំបំបែក1 2ឆ្វេងស្ដាំចូលអត់ដល់រហូតអាយ៉ាចុងក្រោយបានខ្លះ1 2វាយបំបែកទួនបង្គោលក្រហមឯនោះព្យាយាមទាត់ជើងក្រោមរាបង្គោលខៀវព្យាយាមបដូរកណ្ដាប់ដៃឆ្វេងស្ដាំទៅលើផ្ទៃមុខរបស់កីឡាករបង្គោលក្រហមវាយបំបែកឃុំទៀតហើយ1 2ឆ្វេងស្ដាំមកវិញឱកាសល្អរបស់កីឡាករបង្គោលខៀវក្នុងការបដូរជង្គង់ក៏ប៉ុន្តែមិនបានទេលោកអាជ្ញាកណ្ដាលបំបែកទៅហើយបាយខាវបាយយោស្ដាំជួយណែស្ដាំ1 2ទាត់ស្ដាំវាយស្ដាំមកបាយឃុំសងទៅសងមកបាទទម្ងន់ជើងអ្នកទាំងពីរនេះហាក់បីដូចជាខ្សោយបន្តិចហើយព្រោះថាចូលមកដល់ទឹកទី2នេះហាក់បីដូចជាសន្ធាប់គ្រាន់បើបាទអញ្ចឹងកម្លាំងរបស់គេក៏អន់ថយតិចដែរបាទឆ្វេងស្ដាំទាត់ស្ដាំមួយទៀតវាយ1 2ចូលដល់បង្គោលខៀវជាយើងវាយច្រើនដែរប៉ុន្តែអត់ដល់បាទយើងមើលណែសងមកម្ដាយចូលពេញផ្ទៃមុខតែម្ដងបង្គោលក្រហមកណ្ដាប់ដៃរឿនជីបង្គោលក្រហមវាយចូលមកលើសវណ្ណាងបាទម្ដាយហ្នឹងគេថាចង់សង្ហាចិត្តដែរប៉ុន្តែសវណ្ណាងនេះបាទបដូរច្រើនណាប៉ុន្តែអត់មានបានដល់អីតិចទេបាទគឺបានត្រឹមតែបាទប៉ះជាមួយនឹងដៃឃុំរបស់បាទការពារមុខរបស់កីឡាករបង្គោលក្រហមតែប៉ុណ្ណោះបាទជង្គង់មួយទៀតបុកជង្គង់ស្ដាំមួយសងចប់ទឹកទី2ហើយបាទតនេះនៅមកជូនលោកអ្នកដោយបាទក្រុមហ៊ុនបាទស៊ីម៉ង K Cement បាទដែលជាស៊ីម៉ងមានគុណភាពលំដាប់ថ្នាក់ស្តង់ដារបាទ ISO បាទនឹងរឹងមាំបំផុតបាទនៅកម្ពុជាបាទឥឡូវនេះបាទទស្សនាទឹកទី3បន្តបាទសម្រាប់ការជួបគ្នារវាងគូប្រដាល់ពិសេសទី1បាទបង្គោលក្រហមជារឿនឈីបង្គោលខៀវគឺគឿមសវណ្ណាធាក់មួយបាទរែកឆ្វេងទាត់ស្ដាំវាយស្ដាំសងទៅវិញបាទជាយាមថយឱកាសធាក់ទប់បាទទាត់ស្ដាំមួយជើងមកវិញធាក់ថែមរែកឆ្វេងវាយស្ដាំទម្ងន់ដៃស្ដាំរបស់កីឡាករបង្គោលខៀវចូលទៅលើផ្ទៃមុខរបស់បង្គោលក្រហមម្ដាយបាទឆ្វេងខាវបាទសងទៅវិញដែរទាត់ជើងក្រោមមាត់ស្ដាំម្ដាយចូលវិញជង្គង់ស្ដាំឆ្វេងបុកសងទៅវិញដែរដៃខ្ទាស់រៀងខ្លួនជង្គង់ឆ្វេងរៀងខ្លួនបុកស្ដាំមកជង្គង់ទៀតបង្គោលក្រហមថែមស្ដាំរបស់កីឡាករបង្គោលខៀវ2ជង្គង់ផ្ទួនក្រហមទល់បុកស្ដាំទៀតហើយបង្គោលខៀវក៏បានត្រូវបានលោកឡុងសេលីនដែលជាអាជ្ញាកណ្ដាលក្នុងការប្រកួតនេះបាទបំបែកមកកណ្ដាលផ្ទៃសង្វៀនហើយឲ្យធ្វើការប្រកួតបន្តបាទទាត់ជើងក្រោមវាយបំបែកឃុំបាទឆ្វេងស្ដាំចូលអត់ដល់ទេបាត់ក្រោមមួយទៀតយាជើងស្ដាំទាត់ស្ដាំអីយោឆ្វេងស្ដាំប្រផិតនឹងផ្ទៃមុខរបស់កីឡាករបង្គោលក្រហមជាយាមអីយោនៅតែបាទសងបានល្អដដែលបាទជង្គង់ពីក្រោយណែពីក្រោយក៏មិនលើកលែងដែរសវណ្ណាង
ទស្សនាបន្តបាទនៅក្នុងទឹកទី3ដដែលទេវាយឆ្វេងអីយោស្ដាំទាត់ស្ដាំមួយទៀតយ៉ាវាយឆ្វេងសងស្ដាំទាត់ស្ដាំក្រៀកជាប់កាច់កយកតែម្ដងលោកអាញាកណ្ដាលបំបាយចេញទៀតហើយយ៉ាមួយវាយស្ដាំជង្គង់ស្ដាំថែមសង្គមស្ដាំរៀងខ្លួនបុកឆ្វេងសងស្ដាំអូយឆ្វេងកាច់បាទកាច់បោកយកតែម្ដងរែកឆ្វេងថែមស្ដាំទៅលើផ្ទៃមុខរបស់កីឡាករបង្គោលក្រហមយាជើងស្ដាំមួយចោលបង្គោលខៀវនៅតែព្យាយាមទៅធ្លាប់បាទកណ្ដាប់ដៃឆ្វេងស្ដាំប៉ុន្តែចូលហាក់បីដូចជាមិនចំគោលដៅល្អប្រហែលទេមហាញ្ញាកណ្ដាលឲ្យអ្នកទាំងពីរមកកណ្ដាប់ទីសង្វៀនហើយធ្វើការប្រកួតបន្តទៀត1-2អ្នកទាំងពីរនេះបាទវាយចេញច្រើនទម្ងន់ដៃរៀងស្រាលហើយមិនសូវជាចំគោលដៅប្រហែលទេបើតាមការវិភាគមើលទៅបាទគេថាចេញច្រើនបាទការទទួលបាននៅបន្ទូនោះមិនសូវជាប្រហែលទេបាទអ្នកទាំងពីរអស់នឹងបាទនឹងការវាយចេញច្រើននឹងតែម្ដងបើនិយាយពីឲ្យគូប្រកួតវាយឲ្យចំគោលដៅធ្វើឲ្យអន់ថយកម្លាំងនេះគឺគ្មានទេបាទអស់ដល់ខ្លួនឯងបាទការវាយចេញច្រើនធ្វើឲ្យអស់កម្លាំងដែរយ៉ាមកជើងបាទចូលដល់បាទគល់កនោះបាទជង្គង់ឆ្វេងថែមបុកស្ដាំឆ្វេងមកជង្គង់ទៀតលោកអាញាកណ្ដាលបំបែកបង្គោលខៀវសមណាងគាត់ក្រោម1-2យាជើងបាទទាត់ទៅវិញវាយឆ្វេងអស់រៀងខ្លួនហើយកម្លាំងនៅតែបាទទឹកចិត្តទេចាប់ទឹកទី3ធ្វើឲ្យសំណង់មានភាពរឹងមាំជាប់គង់វង្សយូរអង្វែងស៊ីម៉ុងខេស៊ីមិនបានទទួលបាននៅទំនុកចិត្តនៅក្នុងការជ្រើសរើសប្រើប្រាស់ពីការដ្ឋានសាងសង់ធំៗនៅក្នុងប្រទេសកម្ពុជាដូចជាអាគារវឌ្ឍនៈបាទដែលមានឈ្មោះថាចក្រវាលប្លែកគេគឺមានកម្ពស់រហូតដល់ទៅ38ជាន់អាគារ The Rivera នៅកោះពេជ្របាទមានកម្ពស់រហូតដល់ទៅ38ជាន់ការដ្ឋានស្ពានអ្នកលឿងដែលជាស្ពានវែងជាងគេបំផុតបាទនៅក្នុងប្រទេសកម្ពុជាបាទរួមជាមួយនឹងបាទការដ្ឋានបាទវិរិយអគ្គិសនីបាទកំចាយបាទខេត្តកំពតបាទព្រមទាំងការដ្ឋានធំជាច្រើនទៀតបាទរាប់មិនអស់ក៏បានប្រើប្រាស់បាទស៊ីម៉ុងខេស៊ីមិននេះផងដែរបាទលោកស្រីជាទីមេត្រីបាទសម្រាប់ការប្រកួតបាទគូប្រដាល់ពិសេសបាទនៅពេលនេះបានឈានចូលដល់ទឹកទី4ហើយបាទដូច្នេះសូមតាមដានទស្សនាជាមួយខ្ញុំបាទដែលជាអ្នកធ្វើអត្ថាធិប្បាយបន្តបង្គោលក្រហមជារឿនឈីបាទគឺជាកីឡាករនៅក្នុងក្លឹបអមតៈគុណខ្មែរខេត្តសៀមរាបរៀបបង្គោលខៀវគឿមសវណ្ណាងបាទគឺជាកីឡាករមកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ហើយអ្នកទាំងពីរនេះគឺជួបគ្នានៅក្នុងប្រភេទទម្ងន់57គីឡូក្រាម3ទឹកកន្លងផុតទៅបាទបានត្រឹមតែបាទសម្រុកគ្នាផ្ទួនក៏ប៉ុន្តែការវាយចេញហាក់បីដូចជាមិនចំគោលដៅមិនដល់គោលដៅប្រហែលទេក៏ប៉ុន្តែចូលមកដល់ទឹកទី4នេះយើងរងចាំមើល3នាទីចុងក្រោយបាទនៅក្នុងទឹកទី4យ៉ាងណាហើយនឹងតាមដានទស្សនានៅទឹកទី5ដែលជាទឹកប្រៃព្រាត់បន្តទៀតទៅពេលនេះបាទទស្សនាទឹកទី4សិនយើងឃើញហើយអ្នកទាំងពីរនេះកំពុងតែព្យាយាមរៀងខ្លួនជង្គង់ឆ្វេងបាទបុក4-5ជង្គង់បាទតែបង្គោលក្រហមមិនទាន់មានឱកាសបាទសងជង្គង់មួយវិញចូលដល់ជង្គង់ឆ្វេងរបស់កីឡាករបង្គោលខៀវនៅតែអុកបានទៅលើកីឡាករបង្គោលក្រហមយ៉ាងនេះឡុងសលៀនដែលជាអាញាកណ្ដាលបំបែកទៅឆ្វេងបាទស្របពេលជើងឆ្វេងធាក់ទប់មកលើក្បាលជង្គង់របស់កីឡាករបង្គោលខៀវបាទរត់តេបំលាស់ទីរហូតបាទទាត់ក្រោមបង្គោលក្រហមយល់បីស្ដាំចូលពោះទឹកបុកឆ្វេងឱកាសល្អក្នុងការប្រើកាយបកក៏មិនដែរមិនបានប្រើទេត្រូវបានលោកអាញាកណ្ដាលបំបែកបានមុនធាក់មកជើងទៅលើកីឡាករបង្គោលក្រហមកាប់ចានមកវិញធាក់សងបៃឆ្វេងសុកស្ដាំមួយមកវិញដែរជង្គង់ស្ដាំចាប់កាច់មួលកយកតែម្ដងបោករុញផ្ដួលបាទទៅតែឯងក៏ប៉ុន្តែមិនអីទេបាទបានយកដៃជួយច្រត់ទប់មិនឲ្យទៅទាំងភ្នែនពេកកុំឲ្យខ្មាស់បងប្អូនអ្នកចូលរួមទស្សនាផ្ទាល់គាត់ក្រោមធាក់មកជើងទៀតបាទដៃព្យាយាមខើចេញកណ្ដាប់ដៃស្ដាំវាយប្រូរៀងខ្លួនធាក់ទប់ទៅលើទាត់ស្ដាំវាយស្ដាំមួយមកវិញជង្គង់ស្ដាំរបស់កីឡាករបង្គោលក្រហមចូលមកគៀកទៀតហើយក្រៀកជាប់បុកជង្គង់ស្ដាំមកលើកីឡាករបង្គោលខៀវកែកបកមួយទៀតបាទមិនមែនកែកបករបស់ខៀវទេបើកែកបករបស់បង្គោលក្រហមរឿនឈីមកជើងអីយ៉ាចូលលើផ្ទៃមុខម្ដាយនៅតែមកទៀតណែក្រៀកជាប់ឱកាសបុកជង្គង់ការទេចាំមើលអត់ទៅរួចទេសវណ្ណាងអើយទាញតែមិនស្រួលគៀនខ្សែរេញលោកអាញាកណ្ដាលបបាយភ្លាមតែម្ដងមិនឲ្យក្បែររេញប្រមាណទេ
អត់ទៅចូលចិត្តឲ្យនៅក្បែររិញទេបាទលោកឡុងសេលីនវាយឆ្វេងថែមស្ដាំទាត់ក្រៅមួយថែមមួយទៀតបណ្ដោះចិត្តចាប់ទឹកទី4នឹងបានទស្សនាការជួបគ្នាបាទរវាងកីឡាករគូប្រដាល់ដណ្ដើមជើងឯកខ្សែក្រវ៉ាត់ K Cement បាទនៅក្នុងប្រភេទទម្ងន់60បាទគីឡូក្រាមបាទមិនមែន63ទេអធិស្ឋានបាទ60គីឡូក្រាមបាទដូច្នេះបាទនៅពេលនេះបាទសូមតាមដានទស្សនាបាទទឹកទី5បាទដែលជាទឹកផ្ដាច់ព្រាត់បាទបង្គោលក្រហមគឺជារឿនឈីបង្គោលខៀវគឿមសវណ្ណាងបានអោបគ្រាកជាប់បដូរជង្គង់ជង្គង់ស្ដាំបុកឆ្វេងស្ដាំថែពីក្រោយគាត់ស្ដាំធាក់មួយជើងទៀតទេទៅលើផ្ទៃមុខរបស់កីឡាកររឿនឈីបដូរក្តាប់ដៃឆ្វេងស្ដាំក៏បានចូលដល់ដែរជង្គង់បាទទាត់មកជាមួយបាទម៉ាត់ស្ដាំបុកស្ដាំមួយទៀតជង្គង់ស្ដាំត្រូវបានលោកឡុងសេលីនមកបំបាយទៀតហើយបើឆ្វេងថែមស្ដាំសុកស្ដាំបានម្ដាយវិញដេញតាមធាក់មកជើងតូប1 2អីយយផ្លាត់បាទផ្លាត់ស្នៀតដួលខ្លួនឯងទេ1 2ឆ្វេងស្ដាំធាក់3ស្ដាំថែមស្ដាំឆ្វេងអូយមកទៀតហើយឆ្វេងស្ដាំអូកិច្ចផុតរហូតតែម្ដងបាទសវណ្ណាង3ស្ដាំមួយទៀតក្រៀកជាប់ឱកាសរបស់បង្គោលក្រហមតែបង្គោលក្រហមហាក់បីដូចជាអត់មានអីឡង់អាយ៉ាស្ដាំចូលម្ដាយថែមឆ្វេងមួយទៀតសុកឆ្វេង2ស្ដាំ1 2ចូលដូចគ្នាបាទអ្នកទាំងពីរនេះយើងឃើញវាយបដូរដៃនេះល្អណាស់បាទលោកអាញាកណ្ដាលបំបាយចេញទៀតហើយបាទចុងទឹកបាទទី5នេះយើងឃើញថាសន្ធាប់សម្បើមណាស់ហើយការវាយសម្ដៅទៅលើផ្ទៃមុខហ្នឹងក៏វាយចូលដូចគ្នាដែរបាទដៃឆ្វេងស្ដាំប្រូចំគោលដៅបាទមិនដូចការប្រកួត4ទឹកកន្លងទៅទេហើយយ៉ាស់ម្ដាយម្នាក់ទៀតហើយសុកម្ដាយសងម្ដាយ1 2ស្ដាំម្ដាយវិញដេញតាមគាត់ស្ដាំវាយស្ដាំសុកឆ្វេងកែងបកអូយបាទខ្ជិលសន្សំកម្លាំងទៅអីទៀតអស់ម៉ោងហើយ1 2ឆ្វេងវាយឆ្វេង1 2បាទវាយស្ដាំអូយស្របដៃឆ្វេងរបស់បង្គោលខៀវមកដែរវាយស្ដាំខាវមួយបាទខាវស្ដាំអូដល់ឆ្វេងវាយស្ដាំធាក់បាទជើងទល់ធាក់ថែមកវិញស្វាគមន៍បាទព្រោះតែឱកាសចុងក្រោយហើយរបស់អ្នកទាំងពីរតែសល់ពេលវេលាខ្លីណាស់ក្រៀកជាប់លោកអាញាកណ្ដាលឡុងសេលីនបាទព្យាយាមបំបែកអាយយយ៉ា1 2ស្ដាំរៀងខ្លួនឆ្វេងស្ដាំវាយស្ដាំអាយ៉ាចប់ទឹកទី5បាទរងចាំទស្សនានៅលទ្ធផលសម្រាប់ការជួបគ្នារវាងកីឡាករទាំងពីរមិនដឹងថាបង្គោលក្រហមឬខៀវជាអ្នកទទួលបានជ័យជំនះទេស៊ីសងលើការផ្ដល់បន្ទុកបាទពីសំណាក់ចៅក្រមហើយការផ្ដល់បន្ទុកនេះទៀតសោតមិនមែនបាទកីឡាករវាយមិនចូលគោលដៅឲ្យបន្ទុកនោះទេបាទគឺថាចៅក្រមទាំង5គាត់បានផ្ដល់បន្ទុកយ៉ាងសក្រិតយុត្តិធម៌បាទចៅក្រមទី1នោះក៏មានលោកខុនច័ន្ទគុណវត្តចៅក្រមទី2លោកគ្រៀលពុទ្ធីចៅក្រមទី3លោកនិនវណ្ឌីចៅក្រមទី4លោកព្រំសភាហើយនិងចៅក្រមទី5លោកម៉ាក់សមឿនហើយចាប់ពីគូនេះទៅបាទលោកស្រីអ្នកនាងកញ្ញានឹងបានទស្សនាការជួបគ្នារវាងគូប្រដាល់ដណ្ដើមជើងឯកខ្សែក្រវ៉ាត់នៅក្នុងប្រភេទទម្ងន់60គីឡូក្រាមមិនមែន63គីឡូក្រាម500ទេអធិស្ឋានគឺ60គីឡូក្រាមរវាងកីឡាករ6រូបបាទដែលត្រូវធ្វើការប្រកួតជុំទី2ហ្នឹងបាទដើម្បីជ្រើសយក4រូបសម្រាប់ឈានទៅប្រកួតនៅក្នុងជុំទី3បន្តបាទឥឡូវនេះលទ្ធផលបង្គោលខៀវបាទគឿមសវណ្ណាងបាទឈ្នះជារឿនឈីបាទដោយពិន្ទុ